វាលួយនៅលើដៃខ្ញុំនេះជាករណីកាត់ដៃខ្ញុំដោយចេតនាតើគាត់ធ្វើបាបអ្នកយ៉ាងដូចម្ដេចមានកាសែតមួយបន្ទះបិទជាប់នឹងជញ្ជាំងផ្ទះរបស់គាត់សំណាញ់បន្លានោះបានទម្លុះស្បែកខ្ញុំភ្លាមពីពេលដែលខ្ញុំបានបំផ្លាញផ្លូវដ៏ល្អឥតខ្ចោះមួយអ្នកមិនដើរឆ្ពោះទៅជញ្ជាំងរបស់នរណាម្នាក់ទេហេតុអ្វីរំខានខ្ញុំនឹងពិនិត្យមើលបង្គាតាមផ្លូវទេខ្ញុំកំពុងសួរអ្នកថាតើស្រះចិញ្ចឹមបង្គាជាអ្វីតើសំណាញ់របស់អ្នកណាដែលឆេនម៉ូផ្ទះគាត់នៅលើដីរបស់អ្នកណាប្រជាជននៅលើជញ្ជាំងស្ថិតនៅលើដីរបស់ពួកគេផ្ទាល់វាខុសច្បាប់ក្នុងការការពាររបស់របបផ្ទាល់ខ្លួនរបស់អ្នកកុំលេងសើចអីអ្នករាល់3ថ្ងៃម្ដងរៀងរាល់5នាទីម្ដងខ្ញុំបានយកធុងនោះទៅក្រុងខ្ញុំបានទៅផ្សារដើម្បីទិញតូចមួយនៅពេលដែលមនុស្សគ្រប់គ្នានៅក្នុងភូមិខ្វាក់ភ្នែកខ្ញុំក៏នឹងខ្វាក់ភ្នែកដែរនោះគឺដើម្បីជួយគាត់ដោះស្រាយបញ្ហាមួយក្នុងចំណោមបញ្ហាកំឡោះមិនអាចបរិភោគអាហារបានអស់ទេដូច្នេះវាក៏រួចតែគាត់នៅក្មេងម្លេះខ្ញុំជាអ្នកដែលបានកំណត់ការបរិច្ឆេទនៅពេលខ្ញុំផ្ដាច់ដោះកូនរបស់ខ្ញុំបាយចានដំបូងមានតែបង្គាប៉ុន្មានក្បាលប៉ុណ្ណោះគាត់បានប្រព្រឹត្តវាដូចជាគាត់កំពុងការពារចោលអ្នកត្រូវតែសូត្របបអង្គមួយចានពេញមួយជីវិតប្រសិនបើអ្នកពិតជាចង់ដោះស្រាយការដឹងគុណមែននោះអ្នកបានលួចវាលោកបង្គាមានតម្លៃរាប់ពាន់យន់ខ្ញុំមិនអាចធ្វើអ្វីបានទេទោះបីជាខ្ញុំបានសង្វាររួចរាល់យូរមកហើយក៏ដោយបងប្រុសខ្ញុំកំពុងរងចាំតម្លៃកូនក្រមុំនោះហើយជាអ្វីទាំងអស់ដែលខ្ញុំកំពុងពឹងផ្អែកលើការរៀបការគាត់បានប្រើបន្ទះដែកនិងសំណាញ់លូដើម្បីបង្កើតភាពខុសគ្នាសម្បត្តិនេះមានបំណងបង្ខំស្ដេចរបស់យើងឲ្យសោយទីវង្គតលោកមេភូមិឲ្យហេតុអ្វីបានជាលោកនៅខាងខ្ញុំអ្នកគ្រាន់តែឈរនៅទីនោះហើយមើលអ្នកខាងក្រៅនិយាយគ្នាមើលគាត់ធ្វើបាបខ្ញុំផងខ្ញុំជាស្ត្រីម្នាក់ពួកគេនិយាយថាគាត់សុខសប្បាយជាទេទ្វារឈើមិនតម្រូវឲ្យមានភ្លុកផ្សារឬបន្ទះដែកធំទេជញ្ជាំងក៏ត្រូវបានគ្រប់ដណ្ដប់ដោយតែមសំណាញ់ម៉ាញេទិកផងដែរតើវាមើលទៅដូចអ្វីនៅក្នុងភូមិវាប៉ះពាល់ដល់រូបរាងភូមិហើយក៏មិនមានសុវត្ថិភាពផងដែរមេភូមិអ្នកត្រូវតែគ្រប់គ្រងភូមិរបស់អ្នកឈ្មោះកន្លែងនោះធ្វើឲ្យគាត់ប្រញាប់ប្រញាល់បន្ទះដែកនិងសំណាញ់លូទាំងអស់ត្រូវបានដកចេញខ្ញុំមិនអាចគ្រប់គ្រងវាបានទេហើយខ្ញុំក៏មិនមានសិទ្ធិដែរស្រះចិញ្ចឹមបង្គាត្រូវបានចុះកិច្ចសន្យាទៅឲ្យអ្នកផ្សេងដីនោះជារបស់អ្នកផ្សេងប៉ុន្តែវានៅលើដីរបស់ខ្ញុំវាសមហេតុផលក្នុងការដំឡើងសំណាញ់នៅលើទ្វារនៅលើសមហេតុផលក្នុងការនិយាយថាការផ្សារដែកបន្ទះដែកមិនមែនជាជំរឿទេវាដូចជាជញ្ជាំងខ្យល់ដរាបណាវាមិនគ្មានអ្នកណាអាចបញ្ឈប់ពួកគេពីការកាន់កាប់ដីសាធារណៈបានមានផ្លាកសញ្ញាមួយនៅលើជញ្ជាំងដែលសរសេរថាគ្រោះថ្នាក់អគ្គិសនីអ្នកទូចង់លូកដៃទៅប៉ះវាបើអ្នកឆក់ខ្សែភ្លើងតើអ្នកប្តឹងជញ្ជាំងឬប៉ូលីសនិយាយឲ្យត្រង់ទៅឆេនម៉ូបានទៅបាត់ហើយពួកគេមកទីនេះជាពិសេសដើម្បីធ្វើវាគាត់បាននិយាយអ្វីមួយពេលគាត់សួរសុខទុក្ខគ្នាងខ្ញុំខ្លាចថានរណាម្នាក់នឹងលួចបង្គាប្រសិនបើអ្នកមិនត្រូវការវាទេអ្នកនឹងត្រូវមកទីនេះវាហាក់ដូចជាភីគីដែលមានទោសគឺជាអ្នកដំបូងដែលចាប់ប្រកាន់មនុស្សស្លូតគាត់មិនបានបញ្ចេញសម្លេងពាក្យតែមួយខុសទេមិនអីទេត្រឡប់ទៅវិញឥឡូវនេះកុំបញ្ចេញអារម្មណ៍នៅទីនេះអីបាញ់ទឹកលើមនុស្សរហូតដល់ឆេនម៉ូត្រឡប់មកវិញអ្នកទាំងអស់គ្នារកវិធីដោះស្រាយដោយខ្លួនឯងមើលតើនេះជាបណ្ដឹងមែនទេវាច្បាស់ណាស់ថាជាកម្មវិធីសម្ដែងស្វាជាសាធារណៈគួរឲ្យខ្មាស់អៀនណាស់អ្នកភូមិទាំងមូលដឹងអំពីរឿងនេះគាត់ត្រូវបានមេភូមិស្ដីបន្ទោសថាលួចអ្នកនៅទីនេះតើអ្នកដឹងអ្វីខ្លះនោះហើយជាអ្វីដែលអ្នកកំពុងនិយាយមិនមែនជាការលួចស្រូវអង្ករពីកុមារភាពរបស់គាត់ទេយ៉ាងហោចណាស់ខ្ញុំបានឲ្យវាទៅឆេនយ៉ៃមុនពេលដែលឆ្អឹងរលួយត្រូវបានប៉ះពាល់សូមចាត់វិធានការកុម្ម៉ង់អាហារគឺល្អហើយប៉ុន្តែវាល្អដែលពួកគេលក់វានៅក្នុងក្រុងជារៀងរាល់ថ្ងៃការព្យាយាមច្របាច់មនុស្សឲ្យស្ងួតគឺគ្រាន់តែស្នើសុំបញ្ហាប៉ុណ្ណោះឥឡូវនេះខ្ញុំខឹងហើយស៊ុបនោះប្រៀបដូចជាធុងដែកខ្ញុំនឹងមើលពីរបៀបដែលអ្នកយកវាឥឡូវនេះមានរឿងអ្វីកើតឡើងចំពោះខ្ញុំដែលលក់វាដើម្បីលុយវាមិនមែនសម្រាប់កូនក្រមុំរបស់វងថេងគឺមកពីគ្រួសារខ្ញុំផ្ទាល់តើខ្ញុំអាចមិនអើពើនឹងបងប្រុសរបស់ខ្ញុំបានទេផ្ទះតូចរបស់គ្រួសារប្អូនប្រុសខ្ញុំបំពេញរំដៅដ៏ជ្រៅរបស់គាត់ដោយផែនដីទាំងមូលតើអ្នកនៅតែអាចរស់នៅបែបនេះបានទេសួស្ដីជាវជិងលុយនៃណាប្អូនស្រីស្ត្រីនោះបានជំរុញខ្ញុំម្ដងទៀតនៅថ្ងៃនេះដោយនិយាយថាយើងបានអាចប្រមូលថ្លៃបណ្ណាការថ្ងៃនេះដោយរបៀបណាមិនគួរឲ្យទុកចិត្តទេចិត្តដល់ហើយប្អូនស្រីមានអ្វីមួយខុសប្រក្រតីនៅទីនេះជប់សម្រាប់2ថ្ងៃឥតប្រយោជន៍អ្វីម្លេះជប់សម្រាប់3ថ្ងៃនៅសល់3ថ្ងៃទៀតហើយនៅតែមិនអាចយកវាបានពិធីមង្គលការនេះចប់ហើយខ្ញុំក៏ចប់ដែរខ្ញុំនឹងចាក់ចេញពីផ្ទះរបស់អ្នកហើយបន្ទោសអ្នកឯងនឹងនៅស្ងៀមពេញមួយជីវិតឯងអាំនោះគ្មានបេះដូងពួកគេមិនអនុញ្ញាតឲ្យខ្ញុំយកអ្វីដែលនៅក្នុងចិត្តខ្ញុំមកវិញទេការលួចរបស់របរដោយមិនប្រុងប្រយ័ត្ននឹងពន្យាពេលអាពាហ៍ពិពាហ៍របស់បងប្អូនសម្លាញ់ឲ្យខ្ញុំនឹងមិនទុករឿងនេះចោលឡើយគុំវាឲ្យបែក